តើអ្នកដែលគាត់មានបញ្ហាជ្រុះសក់ដោយសារកត្តាដំណរពូជឬក៏កត្តាហ្សែនណាគាត់ចាប់ផ្ដើមមានរោគសញ្ញាចាប់ពីអាយុប្រហែលទៅហើយរោគសញ្ញារបស់គាត់ស្ដែងចេញមកក្នុងរូបភាពបែបណាបាទកត្តាហ្សែនឬក៏ភាសាបច្ចេកទេសគេហៅថា androgenetic alopecia ភាគច្រើនគឺកើតនៅលើមនុស្សប្រុសប៉ុន្តែមិនមែនបានន័យថាមនុស្សស្រីអត់កើតទេគាត់ថាមនុស្សស្រីមានភាគរយតិចជាងតែភាគច្រើនគឺកើតនៅលើមនុស្សប្រុសហើយវ័យដែលអាចចាប់ផ្ដើមចេញរោគសញ្ញាហ្នឹងពិបាកកំណត់បន្តិចវាអាស្រ័យទៅលើថាតើកត្តាហ្សែនរបស់គាត់ហ្នឹងខ្លាំងកម្រិតណាពីព្រោះមិនមែនបានន័យថាអ្នកដែលជ្រុះសក់ដោយសារកត្តាហ្សែនហ្នឹងនឹងត្រូវជ្រុះមករាងដូចគ្នាឬក៏រូបរាងដូចគ្នាអត់ទេគឺវាមានលក្ខណៈខុសៗគ្នាព្រោះកត្តាហ្សែនមិនមែនហ្សែនតែមួយដែលកឲ្យមានការជ្រុះសក់នឹងមានហ្សែនជាច្រើននៅក្នុងខ្លួនយើងដែលកំណត់ថាតើគាត់ត្រូវជ្រុះសក់ប្រភេទណាហើយក្នុងកម្រិតប៉ុណ្ណាប៉ុន្តែខ្ញុំអាចនិយាយជារួមបានថាអ្នកដែលគាត់ចាប់ផ្ដើមឃើញសញ្ញានៃជ្រុះសក់ភាគច្រើនគឺចាប់ពីអាយុ25ទៅ30ឆ្នាំរោគសញ្ញាទី1ហ្នឹងគឺសក់គាត់ចាប់ផ្ដើមជ្រុះច្រើនបានន័យថាម៉េចគឺគាត់អាចសង្កេតឃើញថាពេលដែលគាត់កក់សក់គាត់ងើបពីគេងគឺគាត់ចាប់ផ្ដើមឃើញសក់របស់គាត់ជ្រុះច្រើននៅលើកម្រាលពូកឬក៏នៅលើការ៉ូនៅពេលដែលគាត់មុជទឹកកក់សក់គឺគាត់ឃើញសក់គាត់នឹងជ្រុះស្កាស់ពេញការ៉ូហ្នឹងមកហើយបើសិនជាតាមទ្រឹស្ដីហ្នឹងគឺគេឲ្យរាប់ទៅទៀតថាតើក្នុងមួយថ្ងៃហ្នឹងគាត់ជ្រុះសក់ប្រហែលសរសៃគេរាប់ថាគាត់អាចជ្រុះសក់បានលុះត្រាតែមួយថ្ងៃហ្នឹងគាត់ជ្រុះលើសពី100សរសៃបាទអញ្ចឹងកាលណាគាត់មានការជ្រុះសក់ច្រើនហើយកត្តាទី2ដែលកំណត់ថាគាត់មានកត្តាជ្រុះសក់ដោយសារហ្សែនដែរហ្នឹងគឺសក់របស់គាត់ចាប់ផ្ដើមតូចទៅមែនតើទៅនៅពេលដែលយើងជ្រុះសក់ដោយសារហ្សែនមិនមែនថាជ្រុះហើយវាអត់ដុះទេវាដុះសក់ហ្នឹងកូនសក់ថ្មីនៅតែមានអញ្ចឹងប៉ុន្តែកូនសក់ហ្នឹងគឺចាប់ផ្ដើមតូចទៅរហូតដល់បាត់តែម្ដងហើយអាយុរបស់វាគឺកាន់តែខ្លីទៅបានន័យថានៅពេលដែលពីមុនមកយើងឃើញតែសក់ពេញវ័យដែលជ្រុះនៅលើខ្នើយរបស់យើងប៉ុន្តែនៅពេលដែលការវិវត្តន៍នឹងកាន់តែយូរទៅសូម្បីតែកូនសក់ក៏ជ្រុះដែរកាលណាគាត់ចាប់ផ្ដើមឃើញថាកូនសក់គាត់ក៏ជ្រុះដែរអានឹងបានថាការវិវត្តន៍នោះគឺកាន់តែជ្រៅទៅហើយនេះគឺជាវិធីនៅក្នុងការសម្គាល់ថាតើអ្នកទាំងអស់គ្នាអាចមានបញ្ហាជ្រុះសក់ដោយសារកត្តាហ្សែនអត់ហើយបើសិនជាយើងមានប៉ាម៉ាក់បងប្អូនឬក៏តាយាយឬក៏អ្នកដែលនៅក្នុងគ្រួសាររបស់យើងមានបញ្ហាជ្រុះសក់ទៀតអានឹងកាន់តែជាសញ្ញាកំណត់ថាយើងពិតជាមានបញ្ហាជ្រុះសក់ដោយសារកត្តាហ្សែន